គោរពបូជាព្រះវិស្ណុឬព្រះនរាយណ៍បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌ខ្មែរតាំងពីដើមសតវត្សទី1នៃគ្រិស្តសករាជមកម្ល៉េះតើព្រះអាទិទេពចម្បងនៃលទ្ធិព្រហ្មញ្ញសាសនាអង្គនេះមានប្រភពចេញមកពីណាចំពោះប្រវត្តិរបស់ព្រះអាទិទេពអង្គនេះត្រូវបានលោកស្រីគ្រីតូធ្វើការពិពណ៌នាយ៉ាងក្បោះក្បាយនៅក្នុងអត្ថបទមួយដែលមានចំណងជើងថា The Khmer Sculpture and the Khmer Civilization ដែលក្រោយមកត្រូវបានយកមកបកប្រែនិងរៀបរៀងឡើងវិញដោយលោកធុនហ៊ីងទិន្នន័យថ្មីនេះដែលបានមកពីការអានគម្ពីរឬកវេតរបស់ឥណ្ឌាបានឲ្យយើងដឹងថានៅក្នុងវប្បធម៌ខ្មែរបុរាណព្រះអាទិទេពអង្គនេះមិនមែនជាអាទិទេពធំជាងគេបង្អស់នោះទេពីព្រោះថាទ្រង់គឺជាអ្នកសម្ដែងចេញឲ្យមានរូបរាងនៃធម្មពលព្រះអាទិត្យពលគឺមានន័យថាព្រះអង្គមានកំណើតចេញមកពីធម្មពលព្រះអាទិត្យតាមការពិពណ៌នានៅក្នុងសៀវភៅនេះបានឲ្យដឹងថាអាទិទេពអង្គនេះទ្រង់ឈានតែ3ជំហានវែងៗអាចឆ្លងកាត់តំបន់ទាំង7នៃលោកសន្និវាសនេះហើយព្រះអង្គទ្រង់គ្រប់ដណ្ដប់ទៅលើវត្ថុទាំងឡាយដោយពន្លឺរបស់ព្រះអង្គជំហានទាំង3ត្រូវបានគេវិភាគឲ្យឃើញថាជាពន្លឺ3យ៉ាងដែលចែកចេញជាភ្លើងលេខម៉ូតូហើយនឹងព្រះអាទិត្យឬមួយវិញទៀតគេអាចនិយាយថាគឺជាទីសម្គាល់ទាំង3នៃព្រះអាទិត្យនៅក្នុងវេលាថ្ងៃរះវេលាថ្ងៃកំពុងចែងចាំងខ្លាំងនិងវេលាថ្ងៃលិចមានពេលខ្លះព្រះអង្គត្រូវបានគេរួមបញ្ចូលជាមួយនឹងអាទិទេពមួយអង្គទៀតគឺព្រះឥន្ទគេតែងតែហៅព្រះអង្គថាជាអ្នកគ្រប់គ្រងថែរក្សាដែលមានភាពជោគជ័យរហូតនេះគឺជាលក្ខណៈពិសេសដែលបង្ហាញថាព្រះអង្គមានមហាទេជនភាពខាងថែរក្សានៅក្នុងគម្ពីរមេនុគេឃើញមានការនិយាយទៅដល់ព្រះវិស្ណុដែរក៏ប៉ុន្តែដូចជាពុំឃើញមានការចាត់ទុកព្រះអង្គថាជាអាទិទេពដ៏កំពូលដូចនៅក្នុងគម្ពីរឬកវេតនោះទេប្រភពនៃអក្សរសាស្ត្រខ្លះបានបរិយាយថាព្រះវិស្ណុគឺជាអាទិទេពថ្នាក់ទី2នៅក្នុងចំណោមអាទិទេពធំៗ3ព្រះអង្គដែលជាតំណាងនៃសត្វគុណគឺមេត្តាធម៌និងសេចក្តីល្អឬអំពើល្អដែលបង្ហាញចេញមកជាអានុភាពនៃការថែរក្សាការពារស្វ័យភពពលគឺការកើតឡើងដោយឯងនិងជាវិញ្ញាណដែលតែងតែចូលជ្រុតជ្រាបផ្សាយភ័យគ្រប់ទិសទីទាំងអស់គឺនៅក្នុងន័យនេះហើយដែលអ្នកធ្វើសក្ការៈចំពោះព្រះអង្គគេតែងតែភ្ជាប់ព្រះអង្គទៅនឹងសារធាតុនៃទឹកដែលសាយគ្រប់ទិសទីទាំងអស់មុនពេលនៃការកកើតពិភពលោកយើងនេះពាក់ព័ន្ធទៅនឹងខ្លឹមសាររបស់ពាក្យថានរាយណ៍យើងបានដឹងហើយថានៅក្នុងលក្ខណៈនេះគេហៅព្រះអង្គថាព្រះនរាយណ៍គឺគេចង់មានន័យថាព្រះអង្គមានដំណើរត្រាច់ចរនៅលើទឹកហើយត្រូវបានគេតំណាងតួព្រះអង្គដោយរូបរាងជាមនុស្សដែលកំពុងដេកលង់លក់នៅលើពស់មួយក្បាលដែលមានឈ្មោះថាសេសៈហើយគេតែងតែហៅពស់នេះថាជាអាទិទេពសេសៈដែលអណ្ដែតនៅលើទឹកកាលណាលោកសន្និវាសត្រូវរលាយព្រះអង្គសម្ដែងចេញជារូបរាងបែបមនុស្សដេកលង់លក់នៅលើក្នុងអាទិទេពសេសៈនេះផងដែរជនទាំងឡាយដែលគោរពព្រះវិស្ណុតែងតែទទួលស្គាល់ថាព្រះអង្គគឺជាបុគ្គលដ៏ដងដង្ខ្ពង់ខ្ពស់បំផុតពីព្រោះគេជឿថាអ្វីៗទាំងអស់សុទ្ធតែកើតចេញពីព្រះអង្គមានប្រភពខ្លះបានអធិប្បាយថាព្រះអង្គជាព្រះបង្កើតលោកនិងជាអាទិទេពដ៏កំពូលតែមួយអង្គគត់នៅក្នុងន័យនេះព្រះអង្គត្រូវមានលក្ខខណ្ឌ3គឺលក្ខខណ្ឌទី1លក្ខខណ្ឌជាព្រះព្រំឬអ្នកបង្កើតលោកដ៏សកម្មដែលតំណាងដោយសន្មតថាព្រះអង្គប្រសូតចេញពីផ្កាឈូកដែលដុះចេញពីផ្ចិតរបស់ព្រះវិស្ណុនៅក្នុងពេលដែលព្រះអង្គកំពុងតែផ្ទង់លក់ហើយអណ្ដែតឡើងទៅលើជលសារីឯលក្ខខណ្ឌទី2ព្រះវិស្ណុផ្ទាល់គឺជាអ្នករក្សាការពារនៅក្នុងរូបរាងជាអវតារដូចជាព្រះក្រឹស្ណានិងព្រះរាមជាដើមហើយលក្ខខណ្ឌចុងក្រោយនោះគឺព្រះសិវៈដែលមានព្រះនាមមួយទៀតថាព្រះរុទ្រៈគឺជាអ្នកដែលមានទេជនភាពខ្លាំងក្លាខាងបំផ្លាញដែលតាមប្រភពបានលើកឡើងថាព្រះអង្គប្រសូតចេញពីថ្ងាសរបស់ព្រះព្រហ្មអំពីការថែរក្សាការពារនិងការធ្វើឲ្យមានឡើងវិញនៅអានុភាពរបស់ព្រះវិស្ណុនោះមានករណីស្ដែងចេញឲ្យឃើញនៅលើលោកយើងនេះនៅរូបរាងនានាដែលគេតែងតែហៅថាអវតារនៅក្នុងអវតាររបស់អាទិទេពនោះត្រូវមានចំណែកណាមួយដែលប្រកបដោយខ្លឹមសារជាអាទិទេពដែលចូលទៅតំណាងរូបមនុស្សឬជាអធិធម្មជាតិហើយមានអានុភាពផុតវិស័យនៃមនុស្សធម្មតា